ឧត្តមអភិសន្តិបណ្ឌិតសសុខាននិងក្រុមគ្រួសារធ្វើដំណើរទស្សនាកម្សាន្តទស្សនភាពផ្លូវថ្មើរជើង Walk Street ដ៏ស្រស់ស្អាតនៅក្នុងភូមិសាស្ត្ររាជធានីភ្នំពេញឯឧត្តមអភិសន្តិបណ្ឌិតសសុខាឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃនិងក្រុមការងារកាលពីល្ងាចថ្ងៃទី23ខែមិនិនាឆ្នាំ2025បានឆ្លៀតពេលនាំក្រុមគ្រួសារដើរទស្សនាកម្សាន្តទស្សនភាពផ្លូវថ្មើរជើង Walk Street ដ៏ស្រស់ត្រកាលនៅក្នុងទឹកដីរាជធានីភ្នំពេញឯឧត្តមឧបនាយករដ្ឋមន្ត្រីសសុខាបានមានប្រសាសន៍ថាផ្លូវថ្មើរជើង Walk Street នេះបាននឹងកំពុងដាក់ឲ្យដំណើរការជារៀងរាល់ថ្ងៃសៅរ៍និងថ្ងៃអាទិត្យចាប់ពីវេលាម៉ោង6ល្ងាចដល់ម៉ោង11យប់នៅតាមបណ្ដោយទេរវិថីព្រះស៊ីសវត្តចាប់ពីវិថីបក្សីចាំក្រុងផ្លូវលេខ94រហូតទៅដល់មុខព្រះបរមរាជវាំងជាមួយគ្នានេះឯកឧត្តមអភិសន្តិបណ្ឌិតសសុខាក៏បានអំពាវនាវនិងសូមអញ្ជើញពុកម៉ែបងប្អូនយុវជនយុវនារីសិស្សនិស្សិតសូមចូលរួមដើរកម្សាន្តទៅលើផ្លូវថ្មើរជើង Walk Street ឲ្យបានច្រើនកកកដើម្បីជំរុញបន្ថែមវិស័យទេសចរណ៍នៅក្នុងរាជធានីភ្នំពេញឲ្យកាន់តែប្រសើរឡើងថែមទៀតក៏ដូចជាការដើរហាត់ប្រាណដើម្បីសុខភាពល្អផងដែរនេះខ្ញុំរ៉ាលីពី Big News